ឆ្លងចូលឆ្នាំថ្មីមក20ថ្ងៃជាងមានរឿងមួយចំនួនដែលបានកើតឡើងឲ្យធ្វើខ្ញុំមានអារម្មណ៍ថារឿងខ្លះយើងគិតថាវាមិនអាចកើតឡើងទេប៉ុន្តែវាបានកើតឡើងរឿងមួយចំនួនគឺយើងពិតជាអត់អាចគ្រប់គ្រងវាបានពិតមែនហើយយើងពិតជាអត់អាចដឹងទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងហើយខ្ញុំជឿថាមានបងប្អូនមួយចំនួនក៏គាត់អាចនឹងជួបប្រទះបញ្ហាដូចគ្នានៅក្នុងឆ្នាំ2026នេះហើយបូករួមជាមួយបញ្ហាកាលពីឆ្នាំចាស់ដែលយើងមានរួមគ្នាទៀតយើងធ្វើឲ្យផ្លូវចិត្តរបស់យើងរៀងរង្គោះរង្គើឬក៏យើងអត់ទាន់មានលំនឹងផ្លូវចិត្តគ្រប់គ្រាន់សម្រាប់ការចាប់ផ្ដើមឆ្នាំថ្មីឆ្នាំ2026នេះទេអញ្ចឹងជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast ពិចារណាអេពីសូតទី64ដែលប្រធានបទថ្ងៃនេះខ្ញុំចង់មកនិយាយអំពីរឿងលំនឹងផ្លូវចិត្តព្រោះមែនតើទៅបើសិនជាផ្លូវចិត្តរបស់យើងអត់ទាន់ស្រួលបួរទេយើងក៏ពិបាកនៅក្នុងការចាប់ផ្ដើមឬក៏ពិបាកនៅក្នុងការបំពេញកិច្ចការងារផ្សេងដូចគ្នាហើយក៏សូមទោសបងប្អូនទាំងអស់គ្នាដែលខ្ញុំអត់បានចេញវីដេអូអីថ្មីទេមួយរយៈនេះ podcast ហ្នឹងគឺធ្វើដាច់អញ្ចឹងទៅប៉ុន្តែសង្ឃឹមថាបងប្អូនទាំងអស់គ្នាមានសភៅមួយក្បាលនេះនៅក្នុងដៃហើយប្រហែលជាវាអាចកំដរបងប្អូនទាំងអស់គ្នាបានដែរហើយសម្រាប់បងប្អូនដែលអត់ទាន់មានទេអាចធ្វើការបញ្ជាទិញនៅក្នុង page របស់យើងផ្ទាល់បានទិញតែមួយក្បាលនេះក៏បានឬក៏ចង់ទិញគ្រប់ចំណងជើងដែលខ្ញុំមានក៏បានដែរអ្នកលក់អត់មានខឹងអត់មានអន់ចិត្តអីទេឲ្យតែបងប្អូនទិញលេងបងប្អូនអើយយើងត្រឡប់មកធានបទរបស់យើងវិញនិយាយទៅតាំងពីមុនឆ្លងឆ្នាំហ្មងគឺម៉ាក់ខ្ញុំគាត់មានបញ្ហាសុខភាពហើយបានជូនគាត់ទៅពិនិត្យអីដែរហើយក៏បានណាត់ពេទ្យនៅខាងម៉ាឡេដើម្បីទៅពិនិត្យសុខភាពថ្ងៃទី8 9មករាប្រហែលឆ្លងឆ្នាំបានតែមួយថ្ងៃគឺគាត់ចាប់ផ្ដើមធ្វើទុកខ្លាំងហើយធ្វើទុកពេលល្ងាចយើងតម្រាំតែបានទៅដល់មន្ទីរពេទ្យចូលកន្លែងសង្គ្រោះបន្ទាន់ពិនិត្យចុះពិនិត្យឡើងដឹងថាត្រូវធ្វើការវះកាត់អីគឺត្រូវផ្ទេរគាត់ទៅមន្ទីរពេទ្យមួយទៀតក្នុងរយៈពេលខុសគ្នាប្រហែលជា1ម៉ោងដំបូងគាត់អាចដើរបាន1ម៉ោងក្រោយមកដើរក៏ដើរលេងរួយដែរត្រូវជិះរថយន្តសង្គ្រោះបន្ទាន់ទៅពេទ្យផ្សេងមួយទៀតនឹងហើយតម្រាំទៅដល់ពេទ្យរៀបចំឯកសារតម្រាំទៅបានរៀបចំវះកាត់អីហើយចប់រួចរាល់ហ្នឹងគឺម៉ោង2យប់ហើយត្រូវគេងបន្តនៅមន្ទីរពេទ្យ4-5យប់ទៀតមកតបានមកផ្ទះនិយាយទៅបើកឆាឆ្នាំថ្មីមកមួយអាទិត្យដំបូងគឺនៅមន្ទីរពេទ្យទេម្លងមកបានប្រហែលជាមួយថ្ងៃមានអ៊ំប្រុសម្នាក់គាត់ទេមកសួរសុខទុក្ខពីបញ្ហាសុខភាពរបស់ម៉ាក់ខ្ញុំប៉ុន្តែ2-3ថ្ងៃក្រោយមកយើងទទួលបានដំណឹងថាអ៊ំប្រុសគាត់គេងគាត់ផុតទៅបាត់ទៅខ្ញុំឮព័ត៌មានហ្នឹងហើយខ្ញុំស្លុតមែនតើដោយសារងើបពីដេកមកដឹងរឿងហ្នឹងគឺមានអារម្មណ៍មួយថាអត់គួរឲ្យជឿព្រោះលឿនពេកដោយសារគាត់ទៅមកទេមកសួរសុខទុក្ខម៉ាក់ខ្ញុំ2-3ថ្ងៃមុនហើយខ្ញុំធ្លាប់ជួបគាត់នៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំទៅហ្នឹងឃើញថាគាត់នៅមានសុខភាពល្អទេអញ្ចឹងមិនថាពេលខ្លះជីវិតនឹងពិតជាអត់ទៀងហើយយើងអត់ដឹងមែនថាថ្ងៃស្អែកអាចមានរឿងអីកើតឡើងហើយខ្ញុំក៏អាសាដាស់តឿនខ្លួនឯងដូចគ្នាដែរថាយើងចូលមកដល់វ័យមួយដែលយើងខ្លួនឯងក៏អាយុកាន់តែច្រើនឪពុកម្ដាយរបស់យើងក៏គាត់កាន់តែចាស់ហើយភាពចាស់ជរាហ្នឹងត្រូវមកព្រមគ្នាជាមួយនឹងជំងឺមួយចំនួនដែលយើងអត់អាចដឹងទុកមុនហើយមួយទៀតគឺតកតងអំពីការចាក់ចែងរបស់មនុស្សជុំវិញខ្លួនយើងអត់ដឹងថាយើងនៅសល់ពេលវេលានៅលើពិភពលោកនឹងប្រហែលទៀតទេអត់មាននរណាម្នាក់អាចដឹងទេអញ្ចឹងត្រូវតែត្រៀមចិត្តនៅក្នុងការទទួលយករឿងទាំងអស់ហ្នឹងហើយហ្នឹងឯងក៏ជាចំណុចមួយដែលធ្វើឲ្យខ្ញុំត្រឡប់មកឲ្យតម្លៃពេលវេលាដែលយើងកំពុងតែមានថ្ងៃនេះនិយាយត្រង់បងប្អូនមកដល់ពេលបច្ចុប្បន្នគ្រាន់តែក្រោកពីគេងមកអត់មានជំងឺឈឺស្កាត់អីខ្ញុំសប្បាយចិត្តដែរហើយបើសិនជាថ្ងៃនេះឪពុកម្ដាយរបស់យើងសមាជិកក្រុមគ្រួសារមនុស្សជាទីស្រឡាញ់របស់យើងគាត់អត់មានជំងឺឈឺស្កាត់អីទៀតអាហ្នឹងខ្ញុំគិតថាវារឹតតែមានតម្លៃទៀតបងប្អូនគ្នាយើងអត់គួរមើលរំលងរឿងទាំងអស់ហ្នឹងហើយគួរតែចំណាយពេលវេលាឲ្យដឹងគុណហើយមានសេចក្តីអំណរជាមួយនឹងអ្វីដែលពួកយើងកំពុងតែមានហើយចំណាយពេលវេលាជាមួយគ្នាឲ្យបានល្អអញ្ចឹងអានេះក៏ជាចំណុចមួយដែលចង់ចែកម្លែកទៅកាន់បងប្អូនទាំងនេះហើយការដែលខ្ញុំលើកឡើងពីបញ្ហារបស់ខ្ញុំហ្នឹងគឺតាមពិតទៅគ្រាន់តែចង់ចែកម្លែកទៅកាន់បងប្អូនដែលគាត់កំពុងតែជួបបញ្ហាដូចគ្នាហ្នឹងថាការពិតគាត់មិនមែនជួបបញ្ហាតែឯងទេខ្ញុំក៏មានបញ្ហាដែរខ្ញុំជួបបងប្អូនផ្សេងទៀតក៏គាត់មានបញ្ហាដូចគ្នាគ្រាន់តែថាពេលខ្លះយើងមិនបានយកមកនិយាយអីនៅក្នុងបណ្ដាញសង្គមទេអញ្ចឹងសង្ឃឹមថា
អាចជួយឲ្យផ្លូវចិត្តរបស់បងប្អូនរៀងធូរស្បើយហើយយើងអាចឆ្លងផុតរឿងលំបាកហ្នឹងទាំងអស់គ្នាអានេះយើងនិយាយអំពីការលំបាកផ្ទាល់ខ្លួនរបស់យើងម្នាក់ប៉ុន្តែយើងក៏មានការលំបាករួមគ្នាមួយទៀតគឺតកតងនឹងបញ្ហារបស់ប្រទេសជាតិយើងមួយរយៈនេះលើសពីនឹងទៀតគឺភាពវឹកវរនៅលើពិភពលោកឬក៏យើងមើលបណ្ដាញសង្គមយើងឃើញពីព័ត៌មានផ្សេងទៀតខ្ញុំមិនដឹងថាមកយកបងប្អូនគ្នាមួយរយៈនេះខ្ញុំមើលអាបណ្ដាញសង្គមនឹងច្រើនខ្ញុំឡើងចង់ពុលបងប្អូនដល់យើងមើលអាព័ត៌មាននឹងយូរទៅមានអារម្មណ៍ថាកលេចទៅណាឃើញតែបញ្ហាឃើញតែការលំបាកឃើញតែភាពអវិជ្ជមានឃើញតែរឿងរហូតដល់អញ្ចឹងយូរម្ដងម្កាលយើងមើលហើយយើងចង់បាត់អាក្តីសង្ឃឹមនៅក្នុងការបន្តដំណើរជីវិតឬក៏យើងចង់ចាប់ផ្ដើមធ្វើអីថ្មីវាតែមានអារម្មណ៍មួយថាដូចអត់សូវមានទឹកចិត្តនៅក្នុងការធ្វើមកណាវាមិនដឹងមិនទេអាក្នុងខ្លួនហ្នឹងមានអារម្មណ៍ថាតានតឹងហើយអត់សូវមានកម្លាំងចិត្តទេសូម្បីតែឆ្លងឆ្នាំថ្មីមក20ថ្ងៃជាងក៏ដោយតែខ្ញុំជឿថាអាចនឹងមានបងប្អូនខ្លះនៅតែមានអារម្មណ៍ថាពិបាកនៅក្នុងការចាប់ផ្ដើមឆ្នាំថ្មីនឹងដោយកម្លាំងចិត្តណាអញ្ចឹងខ្ញុំចង់លើកយកចំណុចមួយខ្ញុំមិនដឹងថាបងប្អូនចាប់អារម្មណ៍ដូចខ្ញុំអត់ទេហើយបើសិនជាបងប្អូនទាំងនេះអត់មានអារម្មណ៍បែបហ្នឹងទេក៏អីដែរបើសិនជាបងប្អូនចំណាយពេលទៅលើការមើលបណ្ដាញសង្គមច្រើនហើយបងប្អូនសប្បាយចិត្តអាហ្នឹងអត់អីទេប៉ុន្តែសម្រាប់ខ្ញុំមើលច្រើនអត់បានទេខ្ញុំសង្កេតឃើញពីភាពខុសគ្នាមួយនៅលើបណ្ដាញសង្គមគឺមិនថា Facebook ក្តី TikTok ក្តីគឺយើងមិនមែនជាអ្នកជ្រើសរើសមាតិកាទេFacebook TikTok ជាអ្នករុញមាតិកាមកឲ្យយើងឃើញឲ្យខ្លួនឯងបងប្អូនអាចសង្កេតបាទសូម្បីតែខ្ញុំ page ហ្នឹងខ្ញុំ follow តែបុគ្គលដែលខ្ញុំស្គាល់ម្នាក់ឯងប៉ុន្តែវារុញអ្នកផ្សេងចូលមកក្នុង post របស់យើងចូលមកក្នុង new feed របស់យើងដែរដល់អញ្ចឹងមើលយូរទៅវល់អ្នកខ្លះមិនដឹងដែរស្គាល់ផងបើចេះតែឃើញនៅក្នុង page ឃើញនៅក្នុង new feed របស់យើងអញ្ចឹងទៅបើនិយាយពី TikTok វិញគឺខ្ញុំគិតថាTikTok ហ្នឹងវាមិនមែនជា social media តែជា content media ហ្មងវាមិនយើងសម្រាប់មើលដើម្បីតាមដានពីមិត្តភ័ក្តិបណ្ដាញសង្គមអីទេរបៀបទៅជាមាតិកាសុទ្ធហ្មងបងប្អូនគ្នាមើលពីអ្នកនោះដែលយើងមិនធ្លាប់ស្គាល់អីចឹងចុះប៉ុន្តែជារួមគឺ algorithm របស់ app ហ្នឹងជាអ្នករុញមាតិកាមកឲ្យយើងមិនមែនជាអ្នកជ្រើសរើសទេព្រោះឥឡូវទោះចុច follow អ្នកនេះអ្នកនោះក៏ពិតមែនតែវារុញអ្នកផ្សេងឲ្យឃើញដែរឬក៏រុញព័ត៌មានផ្សេងមកឲ្យយើងឃើញដែរហើយខ្ញុំចង់ចែកម្លែកចំណុចមួយដែលថានៅពីក្រោយការបង្កើតមាតិកាទាំងអស់សូម្បីខ្ញុំជាអ្នកធ្វើវីដេអូខ្ញុំជាអ្នកសរសេរសៀវភៅអីក៏ដោយនៅពីក្រោយវីដេអូនៅពីក្រោយស្នាដៃសៀវភៅទាំងអស់ហ្នឹងគឺខ្ញុំមានចេតនារបស់ខ្ញុំមានគោលបំណងដែលជួនកាលប្រហែលជាខ្ញុំបាននិយាយប្រាប់បងប្អូនទាំងគ្នាឧទាហរណ៍ថាសៀវភៅមួយក្បាលនេះអញ្ចឹងក៏ពិតនៅពីក្រោយហ្នឹងខ្ញុំមានគោលបំណងរបស់ខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាដឹងរឿងអីចង់ឲ្យបងប្អូនទាំងគ្នាស្គាល់ពីអ្នកណាអីចឹងចោះអាហ្នឹងគឺជាគោលបំណងនៅពីក្រោយហ្នឹងបងប្អូនទាំងគ្នានិយាយចឹងបងប្អូនភ័យតែមិនគោលបំណងណាមានអីដែលមិនល្អទេឧទាហរណ៍ដូចនៅក្នុងវីដេអូរបស់ខ្ញុំចោះគោលបំណងដែលនៅពីក្រោយវីដេអូហ្នឹងគឺខ្ញុំចង់ឲ្យបងប្អូនទាំងនេះដឹងអំពីរឿងខួរក្បាលដឹងអំពីការធ្វើការរបស់ខួរក្បាលហើយមួយទៀតគឺខ្ញុំមានកន្លែងណាដែលខ្ញុំអាចរំលេចពីជំនាញចិត្តវិទ្យាបានគឺខ្ញុំនឹងនិយាយអានឹងគោលបំណងរបស់ខ្ញុំបងប្អូនទាំងនេះហ្នឹងហើយអញ្ចឹងគឺអត់មានអីដែលមិនល្អទេគ្រាន់តែខ្ញុំចូលចិត្តរឿងទាំងអស់ហ្នឹងខ្ញុំចេះតែនិយាយពីរឿងហ្នឹងឲ្យបងប្អូនបានដឹងបានឮអីចឹងទៅកន្លែងណានិយាយខ្ញុំភ្ជាប់មកខួរក្បាលខ្ញុំភ្ជាប់ចឹងណាបងប្អូនហ្នឹងហើយហ្នឹងគោលបំណងរបស់ខ្ញុំហើយអ្នកបង្កើតមាតិកាផ្សេងៗទៀតក៏គាត់មានគោលបំណងរបស់គាត់ដូចគ្នាដែរគាត់ធ្វើអំពីអ្វីដែលគាត់ស្រឡាញ់គាត់ចូលចិត្តគាត់ចង់ចែកម្លែកពីអីរបស់ពួកគាត់អញ្ចឹងចង់បងប្អូនគ្នាក៏ប៉ុន្តែនៅក្នុងហ្នឹងក៏មានចេតនាដែលមិនសូវល្អដូចគ្នាដែរហើយឧទាហរណ៍សាមញ្ញមួយថាជួនកាលមាតិការបស់គេការចែកម្លែករបស់គេធ្វើឲ្យយើងមានភាពភ័យខ្លាចព្រោះជួនកាលភាពភ័យខ្លាចរបស់យើងនឹងអាចខ្លាចទៅជាប្រយោជន៍របស់អ្នកដទៃបានដែរឬក៏ពេលខ្លះការចែកម្លែកហ្នឹងគឺដើម្បីចំណាប់អារម្មណ៍ដើម្បីចំនួន view ដើម្បីប្រជាប្រិយភាពអីព្រោះអាហ្នឹងអាចរលួយឲ្យពួកគេបានដែរអញ្ចឹងចោះ
វាមានចេតនានៅពីក្រោយនឹងច្រើនតែពេលខ្លះយើងជាអ្នកមើលបើយើងអត់ចាប់អារម្មណ៍យើងអត់ដឹងទេបងប្អូនថាអូទូរស័ព្ទមកគេដាក់ឲ្យឃើញអីក៏ចេះតែមើលអញ្ចឹងទៅហើយអ្វីដែលខ្ញុំសង្កេតឃើញនៅពេលដែលយើងមើលអានឹងច្រើនបងប្អូនទាំងអស់គ្នាលើសពីដែលថាជួនកាលយើងមើលយើងមានភាពភ័យខ្លាចយើងចាប់ផ្ដើមគិតអ្វីជំនាញយើងមានភាពព្រួយបារម្ភច្រើនវាកើតមាននៅការប្រៀបធៀបមួយហើយការប្រៀបធៀបហ្នឹងគឺយើងគិតខុសទាំងស្រុងហ្មងបងប្អូនទាំងអស់គ្នាឧទាហរណ៍សាមញ្ញចោះថាយើងមើលនរណាម្នាក់យើងតែចាប់ផ្ដើមឃើញគាត់ធ្វើមាតិកាមួយឆ្នាំទេក្នុងរយៈពេលមួយឆ្នាំហ្នឹងបងប្អូនឃើញគាត់ទិញផ្ទះធំគាត់ទិញឡានថ្លៃអីចឹងចោះគេទិញអីគាត់ខុសដែរបងប្អូនទាំងអស់គ្នាប៉ុន្តែខុសត្រង់ថាចេះពេលបងប្អូនមើលឃើញអញ្ចឹងបងប្អូនតែស្គាល់គេមួយឆ្នាំទេប៉ុន្តែយើងកាត់សេចក្តីថាអូចុះជីវិតគេមួយឆ្នាំសោះជោគជ័យស្បើម៉ែតទៅពេលមួយឆ្នាំរបស់យើងណានេះយើងមើលមួយឆ្នាំរបស់យើងខ្លួនឯងពេលខ្លះដល់អត់មានឃើញរឿងអីល្អកាត់ឡើងសោះហើយក៏ពិតបងប្អូនយកអាជីវិតពិតរបស់ខ្លួនឯងទៅប្រៀបធៀបមួយជីវិតគេលើបណ្ដាញសង្គមបងប្អូនមិនទាំងស្គាល់គេពីមុនក្នុងនឹងឃើញតែគេមួយឆ្នាំចុងក្រោយនឹងជុំមិនដឹងថា5ឆ្នាំមុនគាត់បានធ្វើអីគេខ្លះគាត់ខិតខំមិនខ្លះងំតែគាត់បានមានដូចសពថ្ងៃអាហ្នឹងគឺយើងមើលអត់ឃើញទេបងប្អូនទាំងនេះយើងមើលឃើញពី new image របស់គេរូបភាពថ្មីរបស់គេចុងក្រោយហ្នឹងប៉ុន្តែយើងអត់ដែលដឹងថាជីវិតគេឆ្លងកាត់អីគេខ្លះទេហើយយើងទៅជាយកអាហ្នឹងមកប្រៀបធៀបជាមួយជីវិតរបស់ខ្លួនឯងដល់អញ្ចឹងទៅអូយអាចមើលឃើញរឿងអវិជ្ជមានមើលឃើញពីការលំបាកហើយឆ្លៀតមើលឃើញតែខ្លួនឯងអន់ជាងគេទៀតដល់អញ្ចឹងទៅគឺអត់តែដុនដាហើយអាផ្លូវចិត្តហ្នឹងគឺអត់មានលំនឹងទេរង្គោះរង្គើរទៅចាប់ផ្ដើមធ្វើអីដែលថ្មីធ្វើអីដែលល្អគឺធ្វើមិនចាញ់ទេបងប្អូនប៉ុន្តែខ្ញុំចង់ទាញការចាប់អារម្មណ៍មួយថាបើសិនជាបងប្អូនកំពុងមានភាពតានតឹងចិត្តកំពុងដូចអ្វីខ្ញុំនិយាយមិញហ្នឹងសាកល្បងកាត់បន្ថយការចំណាយពេលលើបណ្ដាញសង្គមខ្លះព្រោះពេលខ្លះយើងមើលវីដេអូមួយចំនួនក៏យើងទទួលបានកម្លាំងចិត្តយើងតាមណាម្នាក់ក៏គាត់ចែកម្លែកអីល្អៗយើងសប្បាយចិត្តយើងមើលហើយយើងមានធម៌ពលនៅក្នុងខ្លួនអាហ្នឹងយើងបន្តមើលយើងគ្រាន់តែកាត់បន្ថយពេលខ្លះហើយខ្ញុំគ្រាន់ប្រៀបធៀបមកលើការអានសភៅវិញចោះបងប្អូនតាគ្នាឬក៏ការមើលពីភាពយន្តឯកសារឬក៏ការទៅស្ដាប់ពី podcast ដទៃទៀតអីក៏ដោយស្ដាប់ពីរឿងរ៉ាវជីវិតរបស់បុគ្គលម្នាក់ដែលគាត់ចែកម្លែកអីយើងចាប់ផ្ដើមមើលឃើញពីភាពខុសគ្នាខ្ញុំឧទាហរណ៍ថាគ្រាន់តែខ្ញុំអានអំពីជីវប្រវត្តិរបស់បុគ្គលម្នាក់ឧទាហរណ៍លោក Charles Darwin ចុះបងប្អូនតាគ្នាបើសិនជាធ្លាប់អានសភៅពិចារណាប្រហែលជាស្គាល់គាត់ច្រើនអញ្ចឹងគាត់ជាអ្នកជីវវិទូមួយរូបដែលគាត់បានរកឃើញទ្រឹស្ដីមួយដែលមានឈ្មោះថាទ្រឹស្ដីនៃការវិវត្តតាមបែបជំរើសនៃធម្មជាតិហើយទ្រឹស្ដីនេះគឺសំខាន់មែនទែននៅក្នុងជីវវិទ្យាហើយក៏ជាអ្វីដែលខ្ញុំបានចែកម្លែកក្នុងសភៅពិចារណាដែរប៉ុន្តែខ្ញុំនិយាយពីខ្សែជីវិតរបស់គាត់តិចនិយាយទៅគាត់ជាក្មេងប្រុសម្នាក់ដែលពីក្មេងមកឪពុករបស់គាត់អស់ក្តីសង្ឃឹមលើគាត់ខ្លាំងមែនតើព្រោះតែគាត់កើតនៅក្នុងគ្រួសារមួយដែលមានស្តុកស្តម្ភនៅអង់គ្លេសឪពុករបស់គាត់ជីតារបស់គាត់ហ្នឹងគឺជាគ្រូពេទ្យហើយមានក្តីសុបិនមួយចង់ឲ្យកូននឹងខ្លាចជាពេទ្យដែរប៉ុន្តែដាវីនហ្នឹងគឺគាត់ចូលចិត្តតែរឿងធម្មជាតិគាត់ចូលចិត្តតែដើរទៅក្នុងព្រៃមើលដើមឈើមើលសត្វអីនិយាយទៅគឺគាត់ស្រឡាញ់យ៉ាងហ្នឹងតាំងតែពីតូចហើយឪពុកចេះតែមើលឃើញថាកូនខ្លួនឯងចូលចិត្តអីដែលអត់ប្រយោជន៍ហើយក្រោយមកក៏ឲ្យគាត់ចូលរៀនពេទ្យរៀនអត់កើតទៀតខ្លាចឈាមរៀនបានតែប៉ុន្មានក៏ឈប់ទៅប៉ុន្តែថ្ងៃមួយគាត់មានឱកាសបានចុះគេហៅចុះនាវាធ្វើដំណើររកនៅជុំវិញពិភពលោកហ្មងតោះនេះទៅសង្កេតមើលពីធម្មជាតិពីភាពរស់មានជីវិតនៅជុំវិញពិភពលោកទៅតាមសមុទ្រនីមួយអញ្ចឹងទៅអញ្ចឹងរយៈពេល5ឆ្នាំហ្នឹងគាត់ចាប់ផ្ដើមសង្កេតឃើញរឿងជាច្រើនហើយគាត់បានចងក្រងឬក៏ជាដំណើរនៃការបង្កើតទ្រឹស្ដីរបស់គាត់នឹងឯងហើយផុតពីនឹងមកគាត់ចំណាយពេលប្រហែលជា20ឆ្នាំតាមតែគាត់អាចបោះពុម្ពផ្សាយស្នាដៃសភៅមួយក្បាលដែលនិយាយអំពីទ្រឹស្ដីមួយហ្នឹងហើយតាមតែ
អ្នកផ្សេងគេទទួលស្គាល់អាទ្រឹស្ដីហ្នឹងវាចំណាយពេលយូរខ្លាំងមែនតើបងប្អូនគ្នាហើយគាត់ត្រូវជួបប្រទះនៅបញ្ហាជាច្រើនព្រោះអាទ្រឹស្ដីរបស់គាត់ហ្នឹងវាប្រឆាំងជាមួយនឹងរឿងសាសនានៅក្នុងសម័យនោះភរិយារបស់គាត់ក៏មិនសូវជាគ្រប់គ្រងទ្រឹស្ដីរបស់គាត់ដែរដោយសារតែភរិយារបស់គាត់រៀងឈឺទៅលើសាសនាជាទៅអញ្ចឹងវាមានបញ្ហាវាមានរឿងរ៉ាវច្រើនណាស់តំបំតែទ្រឹស្ដីរបស់គាត់ត្រូវបានគេទទួលស្គាល់តំបំតែគេឆាត់ទុកថាគាត់ជាអ្នកជីវវិទូមួយដែលមានឥទ្ធិពលនៅក្នុងជំនាញចិត្តវិទ្យាអីចឹងចុះអាហ្នឹងជាសាច់រឿងមួយរបស់គាត់អីចឹងចង់មកនៅគ្នានៅពេលដែលយើងបានអាននៅពេលដែលយើងបានដឹងទៅយើងមានអារម្មណ៍ថាអូដំណើរជីវិតតម្រាំតែជោគជ័យតម្រាំតែអាចសម្រេចគោលដៅរបស់ខ្លួនឯងជួនកាលវាឆ្លងកាត់ពេលវេលាយូរខ្លាំងមែនតើវាមិនមកផ្លែតដូចយើងមើលឃើញនៅក្នុងបណ្ដាញសង្គមហើយដូចខ្ញុំខ្លួនឯងនៅពេលដែលខ្ញុំមានអារម្មណ៍ថានឿយហត់ពីការងារពីដំណើរឆ្ពោះទៅកាន់គោលដៅឬក៏ក្តីសុបិនរបស់យើងជួនកាលខ្ញុំនឹកឃើញពីខ្សែជីវិតរបស់គាត់អីចឹងទៅអញ្ចឹងធ្វើឲ្យយើងរៀងមានលំនឹងផ្លូវចិត្តថាអូក៏ពិតអាដំណើរហ្នឹងវាពិបាកអញ្ចឹងហើយយើងប្រឹងបន្តិចទៀតទៅយើងអាចទៅដល់អ្វីដែលយើងបងប្រាថ្នាទ្រាំហត់3 4 5ឆ្នាំអីទៀតទៅអ្វីនឹងល្អប្រសើរអីចឹងចុះយើងមានអាក្តីសង្ឃឹមយើងមានអាធនធានផ្លូវចិត្តមួយដែលប្រាប់ខ្លួនឯងថាបន្តដំណើរទៅមុខទៀតបងប្អូនគ្នាអាហ្នឹងខ្ញុំទទួលមកពីជីវប្រវត្តិរបស់គាត់មួយរឿងអញ្ចឹងទៅប៉ុន្តែបើសិនជាយើងបានអានពីនេះពីនោះទៀតវាចេះតែមានព័ត៌មានមានចំណេះដឹងមានរឿងរ៉ាវជាច្រើនណាទាំងអស់ហ្នឹងគេហៅថាជាធនធានផ្លូវចិត្តសម្រាប់យើងនៅពេលដែលយើងជួបប្រទះឧបសគ្គជួបប្រទះបញ្ហាអីមួយយើងនឹកឃើញទៅដល់រឿងទាំងអស់ហ្នឹងហើយធ្វើឲ្យផ្លូវចិត្តរបស់យើងរៀងមានលំនឹងយើងអាចដោះស្រាយជាមួយបញ្ហាផ្សេងហើយបន្តដំណើរជីវិតរបស់យើងទៅមុខទៀតបានអាហ្នឹងមួយបងប្អូនទាំងអស់គ្នាអញ្ចឹងអាចសាកល្បងអនុវត្តបានហើយចូលទៅដល់រឿងទី2គឺតកតងជាមួយនឹងការគិតវិជ្ជមាននៅក្នុងស្ថានភាពដែលលំបាកគាត់ស្ដាប់លើចំណុចហ្នឹងមានអារម្មណ៍ថាអាកំពុងទៅពិបាកឲ្យគិតវិជ្ជមានទៀតវិជ្ជមានអីគេពិបាកសឹងអីហ្នឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំចង់ទាញការគិតមួយឧទាហរណ៍ជាក់ស្ដែងចុះថានៅក្នុងឡុងពេលដែលប្រទេសយើងមានបញ្ហាជាមួយប្រទេសជិតខាងនៅក្នុងចុងខែ7កាលពីឆ្នាំមុនចុះឲ្យគិតពីជីវិតមិនបើមានទាហានគាត់បានពលីជីវិតមានជនភៀសសឹកជាច្រើនគាត់ត្រូវចាក់ចេញពីផ្ទះរបស់គាត់ការរស់នៅក្នុងជំរំពិបាកមិនកុមារច្រើនណាអត់បានទៅរៀនទេឬក៏អាជីវកម្មរបស់យើងពេលខ្លះក៏ប៉ះពាល់យើងមើលឃើញពីភាពជឿចាប់របស់ប្រជាជនយើងច្រើនខ្លាំងមែនតើឥឡូវឲ្យគិតវិជ្ជមានមិនអញ្ចឹងបងប្អូនគ្នានៅក្នុងស្ថានភាពដែលលំបាកមួយហ្នឹងយើងពិតជាអត់អាចបដិសេធថាអត់លំបាកទេលំបាកពិតមែនក៏ប៉ុន្តែខ្ញុំមើលឃើញពីពន្លឺឬក៏ចំណុចផ្លាស់ប្ដូរមួយរបស់ប្រទេសជាតិយើងបងប្អូនគ្នាចាប់ពីពេលហ្នឹងគឺយើងចាប់ផ្ដើមត្រឡប់មកគ្រប់គ្រងផលិតផលរបស់ប្រទេសជាតិយើងគ្រប់គ្រងអ្វីដែលជារបស់ខ្មែរខ្ញុំឧទាហរណ៍សាមញ្ញថាមុនពេលមានបញ្ហាយើងដើរផ្សារបងប្អូនទាំងគ្នាគឺក្នុងកន្ត្រកយើងដឹងថាមានរបស់ប្រទេសហ្នឹងហ្មងបងប្អូនប៉ុន្តែតាំងពីមានរឿងហ្នឹងមកឥឡូវគឺដើរផ្សារប្រយ័ត្នមែនតើកាន់មើលលេខកូដមើលធ្វើម៉េចគឺមិនទិញរបស់ប្រទេសហ្នឹងទេហើយយើងចង់គ្រប់គ្រងអ្វីដែលជារបស់ប្រទេសជាតិយើងអាហ្នឹងឯងជាចំណុចវិជ្ជមានមួយដែលខ្ញុំចង់បងប្អូនឃើញនៅក្នុងស្ថានភាពដែលលំបាកហ្នឹងព្រោះបើសិនជាអត់មានបញ្ហាហ្នឹងទេប្រហែលជាមកដល់ពេលនេះយើងអត់ទាន់ត្រឡប់មកគ្រប់គ្រងផលិតផលរបស់ជាតិយើងទេហើយមួយទៀតខ្ញុំនឹកឃើញទៅដល់podcast មួយដែលខ្ញុំមើលបែរជា10ឆ្នាំមុនដែលគេនិយាយអំពីប្រទេសជប៉ុនថាតើបន្ទាប់ពីសម័យសង្គ្រាមលោកលើកទី2មកហេតុអីបានជាពីបាតដៃទៅទេមកជប៉ុនអាចអភិវឌ្ឍខ្លួនរហូតមកដល់ពេលបច្ចុប្បន្នអញ្ចឹងដោយសារតែការលំបាកនឹងឯងបងប្អូនព្រោះបន្ទាប់ពីសង្គ្រាមចប់មកជប៉ុនគឺបាត់ដៃទៅទេអាភាពលំបាកហ្នឹងឯងដែលរុញច្រានឲ្យប្រជាជនរបស់គេខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងអភិវឌ្ឍប្រទេសជាតិហ្នឹងបងប្អូនតាអញ្ចឹងឥឡូវនេះយើងកំពុងតែជួបប្រទះការលំបាកដូចគ្នាខ្ញុំចង់ឲ្យបងប្អូនយកអាហ្នឹងមកធ្វើជា
កម្លាំងចិត្តនៅក្នុងការខិតខំប្រឹងប្រែងទៅតាមចំណេះជំនាញដែលយើងមានដើម្បីរួមគ្នាជួយប្រទេសជាតិរបស់យើងអាចថានេះជារបត់មួយនៃការក្រោបឈររបស់ប្រជាជនខ្មែរយើងខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯងអភិវឌ្ឍប្រទេសជាតិរបស់យើងហើយក៏ថាបានណាបងប្អូនទាំងអស់គ្នាអញ្ចឹងអានេះជាចំណុចមួយដែលខ្ញុំចង់ចែករំលែកហើយអានេះជារូបភាពមួយរបស់ប្រទេសជាតិខ្ញុំឧទាហរណ៍ពីរូបភាពទូចមួយនៅក្នុងជីវិតរបស់យើងចោះបងប្អូនទាំងអស់គ្នាខ្ញុំជឿថាស្ថានភាពដែលលំបាកហ្នឹងហើយដែលរុញច្រានឲ្យយើងត្រូវតែខិតខំប្រឹងប្រែងហើយពេលហ្នឹងហើយទើបយើងស្គាល់ពីសក្តានុពលរបស់ខ្លួនឯងខ្ញុំចែករំលែកពីបទពិសោធន៍របស់ខ្ញុំបន្ទាប់ពីឈប់ធ្វើការមកចោះមួយរយៈក្រោយពីខ្ញុំឈប់ធ្វើការមកខ្ញុំគឺលែងមានលុយហ្មងបងប្អូនទាំងអស់គ្នាជាពេលមួយដែលខ្ញុំពិបាកមែនតើប៉ុន្តែចំណុចហ្នឹងឯងដែលជារបត់ផ្លាស់ប្ដូរធ្វើឲ្យខ្ញុំទៅជាមនុស្សម្នាក់ដែលមានភាពចាស់ទុំយើងមុនហើយខ្ញុំខិតខំអស់ពីកម្លាំងកាយចិត្តហើយព្រោះមានតែជំរើសមួយឯងបើសិនជាខ្ញុំអត់ចង់ត្រឡប់ទៅធ្វើការងារហ្នឹងទេខ្ញុំត្រូវតែអាចរកចំណូលពីអ្វីដែលខ្ញុំស្រឡាញ់ហ្នឹងបើសិនជាមិនអញ្ចឹងទេគឺត្រូវតែត្រឡប់ទៅធ្វើការងារដែលយើងអត់ស្រឡាញ់វិញអញ្ចឹងចំណុចហ្នឹងឯងដែលរុញច្រានឲ្យខ្ញុំចេះតែខិតខំប្រឹងប្រែងហើយអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងអញ្ចឹងចាស់ខ្ញុំឧទាហរណ៍ថាបើសិនជាកាលនោះខ្ញុំមិនជួបរឿងពិបាកខ្ញុំមិនខ្វះខាតលុយកាក់អីទេបែរជាខ្ញុំក៏មិនសូវខំប្រឹងអីដែរបងប្អូនគ្នាអញ្ចឹងចង់ឲ្យយើងមើលឃើញពីគុណតម្លៃនៃការលំបាកហើយយកអាហ្នឹងមកធ្វើជាកម្លាំងចិត្តនៅក្នុងការខិតខំប្រឹងប្រែងឥឡូវនេះយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលលំបាកទាំងអស់គ្នាអញ្ចឹងយើងប្រឹងប្រែងទាំងអស់គ្នាបងប្អូនហើយខ្ញុំសង្ឃឹមថាការចែករំលែកថ្ងៃនេះប្រហែលជាអាចក្លាយជាធនធានផ្លូវចិត្តមួយសម្រាប់បងប្អូនទាំងអស់គ្នាធ្វើឲ្យផ្លូវចិត្តបងប្អូនរៀងមានលំនឹងរៀងធូរស្បើយហើយអាចបន្តដំណើរជីវិតបន្តនៅគោលដៅបន្តនៅក្តីសុបិនរបស់បងប្អូនទាំងអស់គ្នាហើយខ្ញុំក៏សូមអភ័យទោសដែរខ្ញុំគិតថាសម្រាប់ឆ្នាំនេះប្រហែលជាខ្ញុំមិនអាចធ្វើវីដេអូបានអីរាល់សប្តាហ៍ទេហើយសភៅគឺខ្ញុំនឹងផ្អាកសរសេរ2ឆ្នាំព្រោះពិតជាចង់បដោតទៅលើការរៀនឲ្យបានច្រើនប៉ុន្តែខ្ញុំនៅតែបន្តធ្វើ podcast ដូចគ្នាបងប្អូនគាត់ថាអាចនឹងមិនចេញញឹកញាប់ទៀងទាត់ដូចឆ្នាំកន្លងទៅរាល់សប្តាហ៍អីទេប៉ុន្តែខ្ញុំនៅតែបន្តធ្វើព្រោះខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានធ្វើនឹងអាចផ្ដល់ជាកម្លាំងចិត្តសម្រាប់បងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាក៏ជាកម្លាំងចិត្តសម្រាប់ខ្ញុំនៅក្នុងការធ្វើកិច្ចការងារមួយនឹងដូចគ្នាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនា podcast ថ្ងៃនេះហើយខ្ញុំពិតជាសប្បាយចិត្តដែលបានត្រឡប់មកធ្វើវិញហើយក៏អរគុណបងប្អូនសម្រាប់ការគាំទ្រកន្លងមកខ្ញុំបានជួបបងប្អូននៅថ្ងៃកម្មវិធីពណ៌សភើគឺខ្ញុំសប្បាយចិត្តខ្លាំងមែនតើអរគុណបងប្អូនម្ដងទៀតសម្រាប់ការទស្សនា podcast វិញនេះហើយយើងជួបគ្នានៅអេពីសូតក្រោយបន្តទៀតតែពិតចង់អរបងប្អូនទាំងអស់គ្នាដែរតែអរតាមនេះអត់បានអរគុណច្រើនបងប្អូនបាយ